If we don't take Greenland, Russia or China will, and I'm not letting that happen. ចំណងមហិច្ឆតារបស់លោកត្រាំចង់បានកោះតករបស់ដាណឺម៉ាកកោះ Groenland ឬក៏ Greenland មានកាន់តែច្រើនឡើងដោយគ្មានលាក់លៀមហើយនឹងការអៀនខ្មាស់ប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យទី11មករាបានគម្រាមសារជាថ្មីថានឹងយកកោះ Groenland មកធ្វើជាដែនដីរបស់អាមេរិកឲ្យទាល់តែបាននោះបើទោះបីជាត្រូវប្រើកម្លាំងយោធាលោកត្រាំទន្ទិញចង់បានកោះ Groenland របស់ដាណឺម៉ាកក៏ព្រោះតែសម្លឹងឃើញផលប្រយោជន៍ធំចំនួន3របស់កោះមួយនេះទី1គឺធនធានធម្មជាតិទី2គឺសារៈសំខាន់នៃចំណុចភូមិសាស្ត្រនយោបាយរបស់កោះ Groenland ដែលនៅក្បែរអាមេរិកជាងដាណឺម៉ាកហើយទី3គឺកោះ Groenland នេះគឺជាទីតាំងយុទ្ធសាស្ត្រសំខាន់មួយនៅតំបន់ប៉ូលអាទិកដែលមហាអំណាចធំនៅក្នុងលោកមិនថាចិនអាមេរិកហើយនិងរុស្ស៊ីសម្លឹងចង់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិយាយអំពីធនធានរ៉ែធម្មជាតិរដ្ឋាភិបាលស្វ័យយ័តកោះ Groenland ធ្លាប់បានអួតមិនឈប់ពីធនធានរ៉ែដ៏សម្បូរបែបនៅក្រោមដីរបស់ Groenland ដែលគេនៅមិនទាន់ធ្វើអាជីវកម្មវិជាការពិតដែលកោះ Groenland សម្បូរធនធានរ៉ែក្រោមដីមិនថាមាសប្រាក់សំណឧស្ម័នរាវឬក៏រ៉ែដីកម្រការសិក្សាវិភាគយ៉ាងហ្មត់ចត់ទៅលើដែនដីកោះ Groenland បានអនុញ្ញាតឲ្យគេបង្កើតផែនទីភូមិសាស្ត្រច្បាស់លាស់មួយស្ដីពីរ៉ែក្រោមដីរបស់កោះ Groenlandអឺរ៉ុបផ្ទាល់បានកំណត់ឃើញថារ៉ែចំនួន25នៅក្នុងចំណោមបញ្ជីរ៉ែដែលអឺរ៉ុបត្រូវការចាំបាច់បំផុតចំនួន34គឺមានវត្តមាននៅក្នុងដីកោះ Groenland កោះ Groenland ធ្វើអាជីវកម្មតិចតួចទៅលើធនធានរ៉ែរបស់ខ្លួនក៏ព្រោះតែកោះមួយនេះមានប្រាក់ចំណូលធំបំផុតបានមកពីផលនេសាទហើយនឹងការឧបត្ថម្ភធនពីរដ្ឋាភិបាលដាណឺម៉ាកដូច្នេះនៅក្នុងកលៈទេសៈដែលតម្រូវការធនធានធម្មជាតិរ៉ែមានកាន់តែច្រើនឡើងជាពិសេសគឺរ៉ែដីកម្រដើម្បីបម្រើដល់វិស័យបច្ចេកវិទ្យាការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែដីកម្រក៏មានកាន់តែខ្លាំងកោះ Groenland ក៏ត្រូវបានគេចាត់ទុកជាកំណប់មាស Eldorado ដែលគ្រប់គ្នាប៉ាតីរដ្ឋបាលលោក Donald Trump ស្រក់ទឹកមាត់ចង់បានកោះ Groenland ខ្លាំងជាងគេរហូតដល់ថ្នាក់គំរាមចង់ដណ្ដើមដីកោះ Groenland ពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺដាណឺម៉ាកទោះធ្លាប់ចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ2019ដើម្បីបានសិទ្ធិចូលទៅធ្វើអាជីវកម្មលើធនធានរ៉ែក្រោមដីនៅកោះ Groenland ក្តីក៏ប៉ុន្តែលោកត្រាំគឺនៅតែចង់បានកោះ Groenland មកធ្វើជាកម្មសិទ្ធិផ្ដាច់មុខដើម្បីឲ្យអាមេរិកនេះអាចទទួលផលប្រយោជន៍សេដ្ឋកិច្ចតែម្នាក់ឯងដោយគ្មានចែករំលែកជាមួយនឹងអ្នកដទៃសូម្បីតែសម្ព័ន្ធមិត្តនៅអូតង់និយាយអំពីទីតាំងភូមិសាស្ត្ររបស់កោះ Groenland វិញគេអាចយល់ចិត្តលោកត្រាំដែលចង់បានកោះ Groenland មកធ្វើជាដែនដីរបស់អាមេរិកពីព្រោះថាកោះ Groenland របស់ដាណឺម៉ាកនេះស្ថិតមកនៅជិតក្បែរទីក្រុង New York ជាងទឹកដីដាណឺម៉ាកបើតាមប្រវត្តិវិទូគឺលោកស្រី Astrid Anderson នៃវិទ្យាស្ថានដាណឺម៉ាកសិក្សាអន្តរជាតិកោះ Groenland ស្ថិតនៅក្នុងតំបន់ផលប្រយោជន៍របស់អាមេរិកនៅក្នុងសម័យសង្គ្រាមលោកទី2នៅពេលដែលដាណឺម៉ាកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកណាស៊ីអាល្លឺម៉ង់អាមេរិកបានវាយដណ្ដើមយកកោះ Groenland មកគ្រប់គ្រងទោះបីជាសង្គ្រាមត្រជាក់បានចប់ទៅមែនអាមេរិកគឺនៅតែមានមូលដ្ឋានទ័ពរបស់ខ្លួនប្រចាំការជាប់ជានិច្ចនៅលើកោះ Groenland ពលគឺមិនដែលចាក់ចេញពីកោះនេះម្ដងណាឡើយមានទ័ពប្រមាណ200នាក់ឈរជើងប្រចាំការមូលដ្ឋានទ័ពអាមេរិកនៅកោះ Groenland ធ្លាប់ជាខែលប្រឆាំងមីស៊ីលនៅចំពោះមុខការគំរាមកំហែងរបស់សហភាពសូវៀតនៅសម័យសង្គ្រាមត្រជាក់ហេតុផលចុងក្រោយមួយទៀតដែលធ្វើឲ្យគ្រប់គ្នាសម្លឹងចង់បានកោះ Groenland នោះគឺទីតាំងយុទ្ធសាស្ត្ររបស់កោះមួយនេះស្ថិតនៅចន្លោះអាត្លង់តិកខាងជើងហើយនិងអាร์កទិកដែលប្រមូលផ្ដុំដោយអាមេរិកកាណាដាហើយនិងរុស្ស៊ីកោះ Groenland ស្ថិតនៅលើទីតាំងដ៏យុទ្ធសាស្ត្រលោក Donald Trump តែងតែចោទដាណឺម៉ាកដោយគ្មានភ័ស្តុតាងថាមិនយកចិត្តទុកដាក់ធានាការពារសន្តិសុខដែនដីដ៏ល្ហល្ហេវមួយនេះហើយបានបណ្ដោយឲ្យចិនហើយនិងរុស្ស៊ីចូលទៅតាំងទីនៅក្នុងដែនកោះ Groenland រដ្ឋាភិបាលដាណឺម៉ាកបានទាត់ចោលការចោទប្រកាន់ថាមិនពិតទាល់តែសោះពីព្រោះដាណឺម៉ាកបានចំណាយថវិការហូតដល់12,000 លានដុល្លារដើម្បីពង្រឹងវត្តមានទ័ពនៅអាร์កទិកក៏ប៉ុន្តែប្រធានាធិបតីអាមេរិកវិញមិនព្រមស្ដាប់ហើយនៅតែទន្ទិញជាប់មាត់ថាអាមេរិកត្រូវការចាំបាច់កោះ Groenland ដើម្បីការពារសន្តិសុខជាតិអាមេរិកចំពោះលោកត្រាំផលប្រយោជន៍ហើយនឹងសន្តិសុខជាតិអាមេរិកនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ការគំរាមកំហែងខ្លាំងពីចិនហើយនិងរុស្ស៊ីដែលនឹងឆ្លៀតឱកាសដែលផ្ទៃទឹកកកនៅអាร์កទិកចាប់រលាយនោះដើម្បីទៅបង្កើនរុញទូកចម្បាំងរបស់ខ្លួនឲ្យចូលកាន់តែជ្រៅទៅក្នុងដែនឥទ្ធិពលរបស់អាមេរិកនៅអាร์កទិក